ឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តបរសៃនុជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិននៅសៀងហៃដែលផ្ដោតសំខាន់លើគម្រោងការពារបរិស្ថាននិងការបង្កើតបច្ចេកវិទ្យាថ្មីឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តបរសៃនុនៅព្រឹកថ្ងៃទី22ខែតុលាឆ្នាំ2025បានអញ្ជើញជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Shanghai Environment Protection Group Co Ltd ដែលជាពលសម្ព័ន្ធក្រុមហ៊ុន China Water Investment Group Co Ltd ក្រុមហ៊ុននេះផ្ដោតលើការគ្រប់គ្រងប្រតិបត្តិគម្រោងការពារបរិស្ថាននិងការបង្កើតបច្ចេកវិទ្យាថ្មីឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តបរសៃនុបានឲ្យដឹងថាអាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះគ្របដណ្ដប់លើផ្នែកជាច្រើនរួមមានការប្រព្រឹត្តអាងទឹកកខ្វក់ការប្រើប្រាស់ទឹកឡើងវិញការកែច្នៃនិងចាត់ចែងសំណល់រឹងព្រមទាំងការចែកចាយថាមពលថ្មីសូមបញ្ជាក់ថាឯកឧត្តមអភិបាលខេត្តបរសៃនុចាប់តាំងពីថ្ងៃទី21ដល់ថ្ងៃទី22ខែតុលាឆ្នាំ2025បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសចិននិងបានជួបសម្ដែងការគួរសមជាមួយអ្នកវិនិយោគិននិងក្រុមហ៊ុនរួមមានទី1តំណាងក្រុមហ៊ុន Shanghai Group Daily Co Ltd ដែលជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិនដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារភិហ៊ុន Shenzhen ទី2តំណាងក្រុមហ៊ុន Shanghai Insica Investment Group Co Ltd ដែលជារោងចក្រផលិតរថយន្តនិងគ្រឿងចក្រដ៏សំខាន់របស់ប្រទេសចិនក្រុមហ៊ុននេះផ្ដោតលើការវិនិយោគសម្បត្តិឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីននិងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងបច្ចេកទេសដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែងទី3ក្រុមហ៊ុន Chonggang Technology Co Ltd ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ទូលំទូលាយដែលមានឯកទេសខាងម៉ូតូកង់3អគ្គិសនី EVS ឧបករណ៍ប្រើប្រាស់ពន្លឺនិងរថយន្តចល័តដែលមានគោលបំណងពិសេសក្រុមហ៊ុននេះរួមបញ្ចូលការរចនាយានយន្តការស្រាវជ្រាវនិងការអភិវឌ្ឍការផលិតគ្រឿងបន្លាស់ក្រោមស្តង់ដាររថយន្តពេញលេញទី4នៅថ្ងៃទី22ខែតុលាឆ្នាំ2025បានអញ្ជើញចូលរួមក្នុងវេទិកាជួបជុំជាមួយវិនិយោគិនដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើតបណ្ដាញទំនាក់ទំនងផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគនិងការទាក់ទាញវិនិយោគិនអន្តរជាតិមកវិនិយោគនៅកម្ពុជាជាពិសេសនៅក្នុងខេត្តព្រះសីហនុ